មិនថាភេទស្បែកបែបណាអ្នកទាំងនេះគួរតែជំរុញកោសិកាចាស់ឲ្យបានទៀងទាត់ហើយជាពិសេសមុនពេលម៉ាស្សាមុខគួរតែបូមមុនសម្អាតរញើសទៅការម៉ាស្សានោះទទួលបានផលខ្ពស់អត្ថប្រយោជន៍របស់ម៉ាស៊ីនបូមមុនYoYo Skin Series ថ្មីនេះគឺវាជួយជំរុញកោសិកាចាស់មុនក្បាលខ្មៅមុនសាច់ដែលនៅកកស្ទះក្នុងហូនញើសរបស់យើងបានល្អនៅក្នុងមួយឈុតនោះមានกระดาษណែនាំខ្សែសាកតួម៉ាស៊ីននិងក្បាលម៉ាស៊ីន6ស្រាប់ផ្លាស់ប្ដូរហើយម៉ាស៊ីននេះគឺជាប្រភេទសាកថ្មត្រូវសាកថ្ម3ម៉ោងមុនពេលប្រើដើម្បីបើកម៉ាស៊ីននេះគឺចុចលើប៊ូតុងនេះបានហើយអាចចុចលើប៊ូតុងនេះស្រាប់ផ្លាស់ប្ដូរកម្រិតបាន3កម្រិតណា Strong សម្រាប់ស្បែកខ្លាញ់ Normal សម្រាប់ស្បែកធម្មតា Soft សម្រាប់ស្បែកស្ដើងហើយវាមានក្បាលម៉ាស៊ីន6អាចរើសមួយណាមកប្រើក៏បានដែរសម្រាប់អ្នកប្រើប្រាស់ដំបូងគឺណែនាំឲ្យប្រើក្បាលតូចក្បាលបន្ទាប់តូចឬក៏ក្បាល Micro Crystal ដែលសារវាងាយស្រួលនៅក្នុងការប្រើប្រាស់ក្បាលបូមមុននេះគឺយើងអាចលាងទឹកបានប៉ុន្តែជៀសវាងយកម៉ាស៊ីនទៅលាងទឹកមុនពេលបូមមុនគឺយើងណែនាំអ្នកទាំងគ្នាស្ទីមមុខជាមួយនឹងម៉ាស៊ីនស្ទីមក្តៅឬក៏ទឹកក្តៅដើម្បីបើកហូនញើសសិនតែបើអត់មានអ្នកទាំងគ្នាអាចលាងមុខហើយបូមមុនក៏បានដែរសម្រាប់ការបូមគឺយើងត្រូវអូសម៉ាស៊ីនទៅទិសដៅណាមួយជៀសវាងការទុកម៉ាស៊ីនចោលនៅមួយកន្លែងលើសពី3វិនាទីដែលវាអាចធ្វើឲ្យឡើងក្រហមបានបន្ទាប់ពីបូមមុនហើយបងអាចលាងមុខជាមួយនឹងទឹកត្រជាក់ឬក៏បិទម៉ាស់ស្លឹកដើម្បីបង្រួមរុនរោមបានណែនាំឲ្យប្រើ1ទៅ2ដងក្នុងមួយសប្តាហ៍សម្រាប់ព័ត៌មានបន្ថែមអាចផ្ញើសារចូល Page YoYo Skin បានអរគុណ